បាទជម្រាបសួរបងប្អូនអរគ្នានៅពេលទិញកុំព្យូទ័រអ្នកនរគ្នាប្រហែលជាមើល CPU មើល RAM អីហ្នឹងតែក្នុងនេះយើងជជែកតាក់ទងនឹង RAM ណា RAM របស់កុំព្យូទ័រអញ្ចឹងយើងសំដៅទៅលើ laptop ណា laptop អញ្ចឹងទិញ RAM ឥឡូវយើងនិយាយពីចំណុចធំថាតើគួរយកទំហំប្រមាណណាហើយចំណុចទី2គឺថាតើ RAM ហ្នឹងយើងថែមបានអត់ណានៅលើកុំព្យូទ័រយើងមើលបែបម៉េចណាអូមាន3ចំណុចថែមមួយទៀតគឺតាក់ទងថាតើប្រភេទអីគេណាអូខេឥឡូវខ្ញុំសូមនិយាយតាក់ទងនឹងប្រភេទ RAM អញ្ចឹងប្រភេទ RAM រងថ្ងៃយើងឃើញមានពពួកDDR4 ណា DDR4 អញ្ចឹងវាជា version ទី4ហើយណា DDR4 អានេះយើងឃើញមានច្រើនតែថ្មីនេះមួយឆ្នាំចុងក្រោយនេះយើងឃើញមាន DDR5 ណាអញ្ចឹង DDR5 បើយើងនិយាយទៅអ្វីដែលប្រសើរដែលចេញ version ថ្មីនេះគឺ DDR5 វាទំហំអាចធំជាងមុនឆ្ងាយណាទំហំវាអាចបើយើងនិយាយវាចាប់ផ្ដើមពីi3 អញ្ចឹងវាចាប់ផ្ដើមពី i3 ទៅណាសំទោសទំហំសម្រាប់ពពួក Core i5 វាចាប់ពី 8G ឡើងណាចាប់ពី 8G ឡើងអត់មានRAM មួយជើងឬក៏មួយហ្នឹង 4G ណាវាចាប់ផ្ដើមពី 8G ឡើងពី 8G ឡើង16 32 64នេះទៅតែបើចំពោះពពួក DDR4 គឺចាប់ផ្ដើមពី 2G ក៏មាន 4G ក៏មានណាវា version មុនហើយអ្វីដែលល្អមួយទៀតគឺDDR5 C បើយើងនិយាយស៊ីថាមពលតិចជាងណាហើយលឿនជាងណាស៊ីថាមពលតិចជាងCore i តិចជាង DDR4 ណាស៊ីតិចជាងហើយដើរលឿនជាងអានឹងតាក់ទងនឹងប្រភេទ RAM ណាអូខេមួយទៀតតាក់ទងនឹងទំហំដែលអ្នកទាំងអស់គ្នាត្រូវថាតើយកប្រមាណណាអញ្ចឹងដោយសារ software ឥឡូវកាន់តែធំណាកម្មវិធីយើងបើកធ្វើការច្រើនក្នុងពេលតែមួយអញ្ចឹងខ្ញុំ recommend តូចបំផុតគឺ RAM ពី 8G ឡើងណា 8G ឡើងពី 8G ឡើងហើយបើយើងមានលទ្ធភាពយើងយកដល់ 16G ទៅណា 16G បើយើងនិយាយការងារទូទៅឬក៏ការងារ design កាត់តវីដេអូមុំគឺវាអូខេហើយណាអូខេហើយបើយើងនេះយក 16G ឡើងតែបើយើងអត់មានបាត់ចិត្តទេយកតែ 8G យើងអាចថែមឲ្យក្រោយបានអូខេដល់ចំណុចទី3គឺតាក់ទងថាថែមបានអត់ RAM ហ្នឹងណាកុំព្យូទ័រយើងឥឡូវ design មកស្ដាងទៅអញ្ចឹង RAM ភាគច្រើនគឺពិបាកថែមពពួកកុំព្យូទ័រដែលចេញស៊េរីក្រោយនេះណាអញ្ចឹងឧទាហរណ៍ថាពេលខ្លះ 8G គឺអត់អាចថែមបានទេណាអញ្ចឹងយើងចង់ថែមគឺត្រូវ check មិនអញ្ចឹងទី1អាចមុនទិញសួរអ្នកលក់ណាអាចឡើងដល់8ឧទាហរណ៍យើង 8G អញ្ចឹងយើងឡើងដល់ 16G បានអត់ដល់16បានអត់ហើយអញ្ចឹងអានឹងជារឿងមួយណារឿងមួយតែអ្វីដែលប្រសិនបើអ្នកនរគ្នាមិនទិញត្រូវការទិញថ្មីទេត្រូវការថែម RAM ធ្វើម៉េចចង់ដឹងថាថែមបានអត់អញ្ចឹងនៅកន្លែងនេះយើងអាចចូល check មើល laptop របស់អ្នកនរគ្នាបើក Task Manager មកណាហើយយើងទៅកន្លែងមួយគេដាក់ថា processor ណា processing កន្លែងធ្វើការ process នេះហ្នឹងអ្នកនរគ្នានឹងឃើញមួយកន្លែង RAM ណាកន្លែង RAM អញ្ចឹង RAM យើងឃើញទំហំហ្នឹងសរុបប្រមាណនេះទៅអញ្ចឹងកន្លែងមួយដែលបង្ហាញថាថែមបានគឺកន្លែងគេដាក់ថា form factor ណាអញ្ចឹងបើសិនវាគេដាក់ថា raw or chip អញ្ចឹងមានន័យថានៅនឹងអ្នកអត់អាចថែមបានទេណា raw or chip មានន័យថាឧទាហរណ៍ថាវាដាក់8 on 8អញ្ចឹងមានន័យថាវាមាន8ប្លោះតែវានៅលើ board ជាប់នៅ motherboard មិនជើណាជាប់លើប្រទេស board ហ្នឹងអញ្ចឹងយើងអត់អាចដោះដូរបានទេណាអញ្ចឹងអាហ្នឹងគឺ raw or chip អញ្ចឹងអត់អាចថែមបានទេបើនិយាយកុំព្យូទ័រនោះអាចថែម RAM បានទេតែបើសិនបើវាដាក់ form factor sodium ណា sodium ហើយបើវាដាក់ 2 of 2ណាជាទូទៅវាមានតែ2 slot ទេ laptop ណាបើដាក់ 2 of 2មានន័យថាវាប្រើទាំង2 slot ហ្នឹងអញ្ចឹងបើសិនបើ 8G មានន័យថា RAM មួយជើង 4G ណា RAM ជើង 4G អូខេអញ្ចឹងអាហ្នឹងបើយើងចង់ថែមយើងមានតែដោះមួយចេញហើយថែម 8G អញ្ចឹងវាបាន12
chẳng việc ở sau đa sau sưu này nè cái đa sau sưu này rồi bây giờ vậy tới rèm mùi thấu mùi tụi nè chẳng việc đa đấy tại việc đa sau sưu này chẳng ở đây là ó dương thép tham tùm hôm được nhiều thôi vậy được nhiều nè cái đập mùi chẳng hạn nó mạnh việc đa sưu được tùm hôm việc bận nhiều chẳng việc đa sưu đấy hay phía chẳng khi dương sưu ai sưu nâng xâm đủ mùi thế tha và sân bởi dương đập mùi chi phải sân bởi tỉnh bởi dương tỉnh cua pra rai mà chương đập mùi tại đó rứ có rai vậy chẳng vì miên côn sầm bắt côn bị bạt việc được nhiều đấy cái ở lớp châm lư tại châm lệnh mùi châm luôn lấy với tha dương tha ram mà chương đập mùi chỉ vô bởi dương vô cạn này mùi nứng ở thọ thì sẽ sao slot mùi tiền này dương ai thèm bàn chẳng cạn này dương trong thèm rèm ngày còi thèm pi đập mùi từ sam pi dương thèm bàn nứng chi chừng mình o bọn bia mùi nhé thế chừng mình o bọn bia mùi tại chừng này cọ bọn vía cứ sân bờ rèm mùi nó khôi tao tỏ nè thế nó chi chừng này cọ hai chừng này mùi tiết bia miên ta transfer chừng này ta mùi nhé mình là bia riêng ai riêng duyên bởi dương pra vậy chẳng bên này thay dương trong thèm dương trâu đọt đấu trâu ai hài chẳng nó chỉ problem mùi tại con sầm bát mình vía và sân bạc khôi mũi nòng mùi mình đấy và sân bạc em treo được ấy khôi mũi nòng mùi tại vì mình nghĩ khôi đấy chấm nói mũi tiết cứ dương bán thì hạ đuôi chân này ở thọ tha này speed mùi bên này speed mùi bên này chẳng không phê tầm mũi về tầm nào ca tầm pì chẳng những vì thôi ơi tầm nào ca bằng vía riêng là ở sao chiến dương pra rem chừng tại việc mình khócគ្នាខ្លាំងនេះតែគាត់ថាវាល្អប្រសើរជាងណាអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះបានជាគំនិតហើយអ្នកនរគ្នាធ្វើការពិចារណាបន្ថែមណាបើសិនបើមានកំហុសឆ្គងសូមខមមិនធ្វើការខមមិនឲ្យខ្ញុំដឹងផងណាដើម្បីឲ្យបងប្អូនយើងដឹងផងណាអូខេអរគុណច្រើនជួបគ្នានៅវីដេអូ